សូមជូនរឿងភ្នំវល្លិភ្នំវល្លិគឺជាជួរភ្នំតូចមួយនៅភាគខាងត្បូងប្រទេសកម្ពុជាជួរភ្នំនេះស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរខេត្តកែបជិតព្រំដែនជាមួយនឹងខេត្តកំពតជួរដ៏ដាច់ស្រយាលនេះបានក្លាយជាសមរភូមិដ៏ល្បីមួយនៅក្នុងកំឡុងសង្គ្រាមស៊ីវិលកម្ពុជានៅពេលដែលវាជាមូលដ្ឋានសម្រាប់កងកម្លាំងបះបោរកុម្មុយនីសនិងជាគោលដៅនៃការទម្លាក់គ្រាប់បែកដ៏សំខាន់ដោយយន្តហោះ B-52 និងការវាយប្រហារតាមអាកាសផ្សេងទៀតផ្លូវរថភ្លើងខាងជើងខាងត្បូងរវាងភ្នំពេញនិងព្រះសីហនុរត់តាមជើងភ្នំផ្លូវជាតិលេខ33ចន្លោះស្រុកកំពង់ត្រាចនិងក្រុងកំពតក៏រត់នៅក្បែរនោះដែរទោះជាយ៉ាងណាក៏ដោយមានផ្លូវឬផ្លូវមួយចំនួននៅលើភ្នំហើយមានតែសហគមន៍អចិន្ត្រៃយ៍ពីរប៉ុណ្ណោះគឺភូមិចំការ3និងភូមិរុនប្រវត្តិសាស្ត្រនៅចន្លោះឆ្នាំ1975ដល់ឆ្នាំ1979តំបន់ជុំវិញភ្នំវល្លិគឺជាកន្លែងនៃវាលពិឃាតជាច្រើននិងពន្ធនាគារចំនួន2ដែលគ្រប់គ្រងដោយសន្តិភាពដែលជាប៉ូលីសសម្ងាត់នៃរបបកម្ពុជាប្រជាធិបតេយ្យបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនៅឆ្នាំ1979ភ្នំវល្លិបានក្លាយជាមូលដ្ឋានមួយរបស់ពួកឧទាមភាគខាងត្បូងសម្រាប់កងកម្លាំងកម្ពុជាប្រជាធិបតេយ្យដែលនៅសេសសល់ហើយនៅថ្ងៃទី26ខែកក្កដាឆ្នាំ1994ភ្នំវល្លិបានចាប់អារម្មណ៍ពីអន្តរជាតិថាជាទីតាំងនៃការវាយប្រហាររបស់ខ្មែរក្រហមលើរថភ្លើងកម្ពុជាដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់8នាក់ស្លាប់ទាហានរដ្ឋាភិបាល3នាក់យ៉ាងតិចខ្មែរក្រហម4នាក់និងអ្នកធ្វើដំណើរស៊ីវិលម្នាក់និងនាំឲ្យមានការចាប់ចម្រិតចំណាត់ខ្មាំងជាង100នាក់ក្នុងនោះមានជនជាតិខ្មែរយ៉ាងតិច2នាក់វៀតណាម3នាក់និងបច្ឆិមប្រទេស3នាក់ដែលពួកគេទាំងអស់ត្រូវបានគេសម្លាប់កលៈទេសៈពិតប្រាកដនៃការស្លាប់របស់ចំណាត់ខ្មាំងនៅតែមិនច្បាស់លាស់ជាមួយនឹងរបាយការណ៍មួយចំនួនដែលបង្ហាញថាពួកគេបានស្លាប់ប្រហែលជានៅដើមខែកញ្ញាឆ្នាំ1994ឬអាចក្រោយថ្ងៃទី15ខែតុលាឆ្នាំ1994
ទោះបីជាយ៉ាងណាក៏ដោយសាកសពរបស់ពួកគេត្រូវបានរកឃើញនៅថ្ងៃទី2 ខែវិច្ឆិកាឆ្នាំ1994លោកឈូករិនជាមន្ត្រីខ្មែរក្រហមនៅពេលនោះក្រោយមកត្រូវបានកាត់ទោសពីបទឃាតកម្មលើចំណាត់ខ្មាំងលោកខាងលិចទាំង3នាក់ហើយគិតត្រឹមខែមេសាឆ្នាំ2013កំឡុងត្រូវបានកាត់ទោសឲ្យជាប់គុកមួយជីវិតនៅក្នុងពន្ធនាគារព្រៃសរបន្ទាប់ពីសង្គ្រាមចាប់តាំងពីឆ្នាំ1994និងការចាប់យកឬការចោះចាញ់នៃកងកម្លាំងឧទាមចុងក្រោយនៅលើភ្នំវល់បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិជាពិសេសពីអង្គការ UNESCO ក្នុងឆ្នាំ1998ភ្នាក់ងារទាំងនេះបាននឹងកំពុងព្យាយាមកែលម្អសុខភាពការអប់រំនិងជីវភាពរស់នៅសម្រាប់អ្នកភូមិដែលបានខកខានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងការកសាងឡើងវិញនៃប្រទេសនេះដោយសារភាពឯកោនិងសង្គ្រាមជាច្រើនឆ្នាំបាទរឿងប្រវត្តិរបស់ភ្នំវល់សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះបើសិនជាបងប្អូនពេញចិត្តក្នុងការអត្ថាធិប្បាយរបស់ខ្ញុំសូមបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំទាំងអស់គ្នាដើម្បីស្ដាប់អំពីប្រវត្តិផ្សេងៗទៀតនៅពេលនេះសូមអរគុណសូមជម្រាបលា